កងទ័ពថៃបានរុលធ្វើផ្លូវថ្មីចូលជ្រៅក្នុងទឹកដីខ្មែរហើយរាយបន្លាលួសនៅស្រុកចំនួន2ក្នុងខេត្តឧត្តរមានជ័យជាសកម្មភាពដែលកម្ពុជាចាត់ទុកថាជាការប៉ុនប៉ងបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្ដែងនិងផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនដោយឯកតោភាគីយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយនៅយប់ថ្ងៃទី22ខែកក្កដាឆ្នាំ2026កងកម្លាំងថៃបានចាប់ផ្ដើមសាងសង់ផ្លូវថ្មីនៅចន្លោះបង្គោលព្រំដែនលេខ8និងលេខ9ក្នុងតំបន់តាតុំស្រុកអន្លង់វែងចាប់ពីថ្ងៃទី13ដល់ថ្ងៃទី15ខែកក្កដាកម្ពុជាអះអាងថាសកម្មភាពនេះបានចូលជ្រៅក្នុងទឹកដីរបស់ខ្លួនបន្ទាប់មកចន្លោះថ្ងៃទី15ដល់ថ្ងៃទី19ខែកក្កដាកងទ័ពថៃបានបន្តធ្វើផ្លូវនិងរាយលួសបន្លានៅចន្លោះបង្គោលលេខ19និងលេខ20ក្នុងតំបន់ជប់ដើមខ្នុរសង្កាត់កូនគ្រៀលក្រុងសំរោងខេត្តឧត្តរមានជ័យដដែលកម្ពុជាបានចាត់ទុកសកម្មភាពទាំងនេះថាជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនខណៈដែលការវាស់វែងនិងបោះបង្គោលនៅមិនទាន់បញ្ចប់កម្ពុជាបានទាមទារឲ្យថៃបញ្ឈប់សកម្មភាពនៅទីតាំងទាំងពីរខាងលើព្រមទាំងដកខ្លួនចេញពីតំបន់ផ្សេងៗដែលត្រូវបានកងទ័ពថៃកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំ2025មកនេះគឺជាលិខិតតវ៉ាលើកទី46របស់កម្ពុជាប្រឆាំងទៅនឹងសកម្មភាពរបស់ថៃនៅតាមព្រំដែនភាគីថៃមិនទាន់ឆ្លើយតបទៅនឹងការតវ៉ារបស់កម្ពុជានៅឡើយស្របពេលរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហេសាភូមិកិតកែវបន្ទោសកម្ពុជាថាបិទផ្លូវចរចាព្រំដែនគោកដោយយកចំនួនដែនសមុទ្រទៅយន្តការអន្តរជាតិកម្ពុជាថានោះគឺជាលេសរបស់ថៃដើម្បីពន្យាពេលវាស់វែងព្រំដែនឡើងវិញខ្ញុំរស់សុធាពី News Today NTTVជំនឿធ្វើការងារបានទាំងដីតាំងដីគោកដីរឹងខែប្រាំងខែភាសាធ្វើចំកាត់ក៏បានរហ័សទាន់ចិត្តបងប្អូន John Deere ត្រាក់ទ័រខ្លាំងរឹងមាំដៃគូជីវិតដ៏អស្ចារ្យរបស់កសិករខ្មែរមកពីអាមេរិក